អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មីនិងអគារបណ្ណាល័យអំណោយសម្ដេចធិបតីផ្ដល់ជូនវិទ្យាល័យហ៊ុនសែនពេញហួតស្វាយតានុនខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តនៅព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2026នេះបានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសិក្សាថ្មីមួយខ្នងចំនួន3ជាន់ស្មើនឹង15បន្ទប់និងអគារបណ្ណាល័យមួយខ្នង2ជាន់ស្មើនឹង2បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់ជូនដល់វិទ្យាល័យហ៊ុនសែនពេញហួតស្វាយតានុនស្ថិតនៅក្នុងភូមិព្រែករំដេងស្រុកស្រីសន្ធរនាថ្ងៃសៅរ៍ទី30ខែឧសភាឆ្នាំ2026នេះបើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថាវិទ្យាល័យហ៊ុនសែនពេញហួតស្វាយតានុនមានអគារសិក្សាចំនួន3ខ្នងស្មើនឹង21បន្ទប់មានបុគ្គលិកលោកគ្រូអ្នកគ្រូចំនួន51នាក់និងសិស្សានុសិស្សចំនួន1032នាក់ស្រីចំនួន592នាក់គិតត្រឹមថ្ងៃទី30ខែឧសភានេះសំណង់ខាងលើសម្រេចបានប្រមាណជាង 40% ហើយក្រុមបញ្ចប់នៅបំណាច់ឆ្នាំ2026នេះស្ថិតក្នុងឱកាសនោះដែរឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់គណៈកម្មការគ្រប់គ្រងសាលាសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សក្រុមបរិយាកាសរីករាយនិងស្និទ្ធស្នាលយ៉ាងក្រៃលែងក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានណែនាំដល់គណៈកម្មការគ្រប់គ្រងសាលាអាជ្ញាធរមូលដ្ឋានត្រូវសហការឲ្យបានជាប់ជាប្រចាំជាមួយនឹងក្រុមការងារបច្ចេកទេសសម្ដៅធ្វើយ៉ាងណាឲ្យសំណង់មួយនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេសដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង